រឿងខ្មោចអាចារ្យនៅភូមិមួយដែលស្រយាលក្នុងខេត្តរតនគិរីមានក្មេងប្រុស2នាក់ជាមិត្តស្និទ្ធស្នាលនឹងគ្នាវិននិងអាចារ្យពួកគេធ្លាប់លេងជាមួយគ្នារៀងរាល់ថ្ងៃចាប់តាំងពីនៅសាលាបឋមគេតែងតែឃើញវិននិងអាចារ្យបោះកូនគោលលេងបាល់ក្រឡុកឬទៅចិញ្ចឹមគោជាមួយគ្នាមនុស្សក្នុងភូមិយល់ថាពួកគេជាមិត្តដែលមិនអាចបែកចេញពីគ្នាបានគ្រាអាក្រក់កើតឡើងជីវិតមិនតែងតែស្រស់ស្អាតនៅថ្ងៃមួយអាចារ្យកើតជំងឺឆាប់ហើយស្លាប់ភ្លាមពេលអាយុទើបតែ15ឆ្នាំភូមិទាំងមូលសោកសៅសពអាចារ្យត្រូវបានកប់នៅចុងភូមិក្បែរព្រៃចាស់វិនដែលជាមិត្តស្និទ្ធមិនអាចទ្រាំនឹងការបាត់បង់នេះបានរាល់ថ្ងៃល្ងាចក៏តែងតែដើរទៅក្បែរគំនរនិងអង្គុយនៅក្បែរភ្នោដើម្បីនិយាយដូចជាមិត្តនៅរស់គាត់និយាយថាអាចារ្យម្ដិតអញទុកឯងនៅម្នាក់ឯងបែបនេះដឹងអត់ថាអញឯកាបណ្ណាខ្ញុំនឹងនៅជាមួយអាចារ្យជានិច្ចទោះនៅពិភពណាក៏ដោយអារម្មណ៍ចាប់ផ្ដើមចម្លែកពេលដាល់យប់ពេលព្រះច័ន្ទភ្លឺស្រទន់នៅចុងភូមិទាំងឮសូរច្រៀងសំឡេងឡើងក្រលួចឬសូរសើចស្រាលមនុស្សជិតខាងគិតថាវិនគេដនមិត្តច្រើនពេកអាចបង្កើតអារម្មណ៍សប្បាយប៉ុន្តែវិនសង្កេតឃើញថាពេលគាត់អង្គុយឯភ្នោក៏មានសំឡេងឆ្លើយតបស្រាលដូចជាអាចារ្យកំពុងនិយាយជាមួយគាត់ថ្ងៃមួយគាត់ឮសំឡេងថាវិនខ្ញុំនៅទីនេះមិនដាវចាក់ចេញពីឯងឡើយវិនភ្ញាក់ផ្អើលតែសេចក្តីស្រឡាញ់និងស្និទ្ធភាពធ្វើឲ្យគាត់មិនខ្លាចទេគាត់និយាយត្រឡប់ថាបាទខ្ញុំដឹងថាអាចារ្យមិនទុកខ្ញុំនៅម្នាក់ឯងទេភូមិចាប់ផ្ដើមខ្លាចក្រោយពីហេតុនេះអ្នកភូមិចាប់ផ្ដើមឮរឿងចម្លែកពេលយប់អ្នកដើរឆ្លងកាត់ចុងភូមិឃើញមនុស្សរាងស្ដៅខ្ពស់ស្លៀកខោអាវរាងស្គមដើរតាមវិនពេលភ្លឺថ្ងៃវេនមនុស្សនោះបាត់មនុស្សចាស់ប្រាប់ថានេះជាព្រលឹងអាចារ្យដែលស្រឡាញ់មិត្តពេកមិនចង់ចាក់ចេញពួកគេប្រាប់វិនឲ្យឈប់ទៅក្បែរភ្នោតែវិនមិនឈប់គាត់ប្រាប់ថាអាចារ្យជាមិត្តស្និទ្ធរបស់ខ្ញុំមិនអាចបោះបង់បានទេរឹតិកាគួរឲ្យខ្លាចយប់មួយពេលភ្លៀងធ្លាក់ស្រទន់វិនកាន់ចង្គៀងដើរទៅក្បែរភ្នោនៅទីនោះគាត់ឮសូរអារម្មណ៍ដូចជាមនុស្សកំពុងយំគាត់ចូលទៅជិតហើយភ្លាមឃើញមនុស្សម្នាក់ឈរតែភ្នែកភ្លឺដោយភ្លើងពណ៌សស្រទន់ដើរមកជិតវិនចាប់អារម្មណ៍ថានោះគឺអាចារ្យនិយាយដោយសំឡេងត្រជាក់សាច់វិនខ្ញុំមិនអាចទៅកាន់ពិភពក្រោយបានទេខ្ញុំពឹងលើមិត្តតែបើមិត្តនៅតែចងខ្ញុំប្រលឹងខ្ញុំមិនអាចចេញពីទីនេះបានទេវិនភ្ញាក់ផ្អើលគាត់យល់ថាការដែលគាត់អាឡោះអាល័យពេកគឺកំពុងបង្កអំពើអាក្រក់ដល់ប្រលឹងមិត្តចុងបញ្ចប់អធិការថ្ងៃបន្ទាប់វិនទៅព្រះវិហារភូមិយកអាហារទៅឧទ្ទិសឲ្យអាចារ្យគាត់សូមសម្ដែងអារម្មណ៍ថាអាចារ្យបើសិនជាមិត្តស្រឡាញ់ខ្ញុំពេលនេះសូមទៅឲ្យមានសុខសូមកុំជាប់នៅទីនេះទៀតខ្ញុំនឹងរក្សាសេចក្តីស្រឡាញ់ក្នុងចិត្តជានិច្ចយប់នោះវិនសុបិនឃើញអាចារ្យញញឹមសំឡេងនិយាយថាអរគុណមិត្តស្និទ្ធស្នាលឥឡូវខ្ញុំអាចទៅសុខសាន្តបានហើយក្រោយមកមនុស្សក្នុងភូមិមិនលឺរៀនចម្លែកនោះទៀតវិនឈប់ទៅភ្នោពូលពាក្យថាតែចិត្តគាត់នឹងរក្សាមិត្តភាពអស់កលជានិច្ចអត្ថន័យអប់រំរឿងខ្មោចអាចារ្យបង្ហាញថាមិត្តភាពពិតអាចបន្តសូម្បីតែបន្តពីមរណភាពតែការចងពេកអាចរារាំងព្រលឹងមិនឲ្យសុខសាន្តមេរៀនសំខាន់យើងគួរចងចាំមនុស្សដែលយើងស្រឡាញ់ក្នុងចិត្តប៉ុន្តែត្រូវឲ្យពួកគេទៅរកសេចក្តីសុខការបន្តរស់ដោយក្តីល្អគឺជារបៀបល្អបំផុតក្នុងការរក្សាមិត្តភាពនិងសេចក្តីស្រឡាញ់បងប្អូនយល់យ៉ាងណាដែរចំពោះរឿងនេះខមមិនខាងក្រោមវីដេអូនេះផងនៅមានរឿងខ្មោចមួយទៀតចាំស្ដាប់ទាំងអស់គ្នាបើពេញចុច Subscribe ផងណារឿងខ្មោចស្លាប់គ្រោះថ្នាក់ចរាចរណ៍នៅជាក្រុងមួយស្ថិតនៅតាមផ្លូវជាតិដែលតែងតែមានរថយន្តធ្វើដំណើរជាប្រចាំមានចំណុចមួយមនុស្សជាច្រើនហៅថាផ្លូវស៊ីឈាមមិនមែនដោយសារតែមានក្លិនឈាមពិតទេ
ប៉ុន្តែដោយសារតែគ្រោះថ្នាក់ចរាចរណ៍ក្លាតឡើងជាញឹកញាប់គ្រោះថ្នាក់សោកសៅមួយយប់ភ្លៀងធ្លាក់ព្រើផ្លាយស្រីក្មេងម្នាក់ឈ្មោះសុធាជិះម៉ូតូត្រឡប់ពីរៀនកម្លែងសាលាខេត្តដោយសារផ្លូវសើមនិងរថយន្តដឹកអីវ៉ាន់បើកលួនច្រាស់មិនប្រយ័ត្នបានបុកនាងយ៉ាងសាហាវសុធាដួលជើងដាច់ឆ្អឹងក្បាលបុកផ្លូវឲ្យឈាមហូរច្រោះមិនទាន់ដឹកទៅមន្ទីរពេទ្យនាងបានផុតដង្ហើមនៅទីនោះគ្រួសារនាងសោកសៅយ៉ាងខ្លាំងព្រោះសុធាជាកូនស្រីតែមួយហើយកំពុងមានអនាគតភ្លឺស្វាងមនុស្សជិតខាងជាច្រើនស្រក់ទឹកភ្នែកពេលឃើញសពត្រូវដឹកទៅបូជាដល់វត្តភាពចម្លែកចាប់ផ្ដើមបន្ទាប់ពីការបញ្ចុះសពបាន 2-3 សប្តាហ៍អ្នកបើកបរជាច្រើនហ៊ានតែឆ្លងផ្លូវនោះពេលថ្ងៃតែពេលយប់អ្នកភូមិឮសូរកញ្ចក់បែកសំឡេងស្រែកនិងសូរឆ្កែហៅរាប់ជាច្រើនអ្នកបើកម៉ូតូយប់ពេលឆ្លងកាត់តែងនិយាយថាពួកគេឃើញស្រីស្លៀកអាវសពពណ៌សប្រលិតឈាមលើកដៃសុំជិះទៅជាមួយបាននរណាចោទឲ្យជីភ្លាមគ្មាននរណារស់ឡើយអ្នកខ្លះសន្លប់ដោយសារភ័យមនុស្សដំបងយប់មួយអ្នកបើកឡានដឹកអីវ៉ាន់ឈ្មោះឡុងបើកមុខដល់ចំណុចនោះភ្លើងឡានចាក់ប៉ះទៅស្រីម្នាក់ឈរនៅចំហៀងភ្លើងឡុងគិតថាជាមនុស្សធម្មតាតែពេលបានឈប់ឡានចូលទៅជិតគាត់ឃើញមុខស្រីនោះអាក្រក់សឹងមិនសល់ដើមក្បាលបែកឈាមហូរច្រោះនិងភ្នែកក្រហមភ្លឺដូចភ្លើងស្រីនោះស្រែកសំឡេងឡើងក្រលួចតើហេតុអ្វីក៏បើករថយន្តលឿនបែបនេះតើអាងបានគិតពីអាយុជីវិតកូនគេស្អីឡុងភ័យស្លន់ស្លោគ្មានកម្លាំងនិយាយតែភ្លាមស្រីនោះរត់បុកចូលក្នុងឡានហើយបាត់ខ្លួនចាប់ពីថ្ងៃនោះមកឡុងឈឺផ្ដាសាយមិនសូវស្រួលរឿងល្បីក្នុងភូមិរឿងនេះត្រូវបានបន្តពាក្យទៅកាន់អ្នកភូមិមនុស្សគ្រប់គ្នាចាប់ផ្ដើមបារម្ភនឹងមិនហ៊ានឆ្លងផ្លូវនោះពេលយប់ទៀតសូម្បីតែគេនាំគ្នាទៅឧទ្ទិសអាហារទៅវត្តសូមឲ្យប្រលឹងនាងបានសុខសាន្តតមិនជួយបានព្រោះតែប្រលឹងសុធាពោពេញដោយកំហឹងចំពោះភាពអយុត្តិធម៌អ្នកដែលបោកឡានបុកគាត់កាលពីមុនក៏មិនដែលត្រូវចាប់ដាក់ទាក់ទោសការប៉ះពាល់ដល់មិត្តភក្តិមិត្តស្រីស្និទ្ធរបស់សុធាឈ្មោះម៉ាឡាបានសុបិនឃើញនាងរាល់យប់សុធានិយាយក្នុងសុបិនថាម៉ាឡាខ្ញុំមិនអាចទៅណាបានទេខ្ញុំឈឺចាប់ហើយកំហឹងព្រោះមនុស្សបុកខ្ញុំមិនទទួលខុសត្រូវម៉ាឡាភ័យប្រាប់ញាក់ភូមិឲ្យជួយធ្វើពិធីសូត្រមន្តញាក់ចាស់នាំគ្នាធ្វើបុណ្យបរិច្ចាគបញ្ចុះអាហារទៅឲ្យព្រឹត្តិការណ៍ចុងក្រោយយប់មួយពេលផ្លែច័ន្ទភ្លឺលើផ្លូវអ្នកបើកឡានដែលធ្លាប់បុកសុធាត្រឡប់មកតាមផ្លូវនោះភ្លើងឡានគាត់បំភ្លឺឃើញសុធាឈរលើផ្លូវដោយដៃឆ្ងាងគាត់ភ័យបើករថយន្តយ៉ាងលឿនឡានរេខុសឆ្គងបុកដោយឈើធំមនុស្សក្នុងភូមិឃើញសពក៏ស្លាប់ភ្លាមតាំងពីថ្ងៃនោះមកសូម្បីតែសំឡេងស្រែកយំនៅចុងផ្លូវក៏មិនមានទៀតព្រលឹងសុធាហាក់ដូចជាអាចទៅរកសេចក្តីស្ងប់ស្ងាត់បានអត្តន័យអប់រំរឿងនេះបង្ហាញថាការបើកបរដោយប្រយ័ត្ននិងគោរពច្បាប់ចរាចរណ៍គឺសំខាន់បំផុតមនុស្សតែងតែគិតថាខ្លួនឯងអាចទៅរួចតែគ្រោះថ្នាក់កើតឡើងក្នុងពេលវិនាទីតែមួយកុំឲ្យភាពអយុត្តិធម៌និងការធ្វេសប្រហែសបង្កអំពើអាក្រក់ដល់ជីវិតអ្នកដទៃពីររៀនប្រយ័ត្នក្នុងការបើកបរគោរពច្បាប់និងគោរពជីវិតអ្នកដទៃដើម្បីកុំឲ្យមានការបាត់បង់ដ៏គួរឲ្យសង្វេគរឿងទាំងពីរក៏បានបញ្ចប់សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃស្ដាប់កំសាន្តនៅវីដេអូខ្ញុំខាន់សាដំណើររឿងសូមអរគុណសូមជម្រាបលា